លោកត្រូវការធ្វើជាខ្មុំឬបានជាទៅបង្កប់ខ្លួននៅតាមកេសរផ្កាបែបហ្នឹងបកាព្រំលោកលែងត្រូវការជីវិតសោយសុខសប្បាយនៅលើឋានសួគ៌ហើយឬបានជាទៅនិរមិតកាយយ៉ាងតុយល្អិតនៅតាមក្របខ្សាច់នៅក្រោមសមុទ្របែបនឹងទៅវិញព្រះពុទ្ធអង្គរាប់ទុកថាលោកនៅមានសមត្ថភាពឥឡូវដល់វេនលោកម្ដងហើយបើយើងមិនអាចរកលោកឃើញទើបយើងព្រមស្ញប់ស្ញែងហើយកោតសរសើរថាលោកគឺជាសព្វញ្ញុតញ្ញាណជាអ្នកដែលដឹងលើសពីយើង